បាទដោយការសន្យាបាទលោកគ្រូបន្តកែលម្ហាត់ទី4ទៅឲ្យបងប្អូនទាំងអស់គ្នាបន្តទៀតអញ្ចឹងនៅក្នុងលំហាត់ទី4នេះគេថាឧស្ម័នបរិសុទ្ធដំណើរការជាខូប thermodynamic ដោយបង្ហាញក្នុងយ៉ាក្រាមខាងក្រោមបាទខាងក្រោមគឺបាទលោកគ្រូដាក់វានៅខាងស្ដាំនេះបាទដាក់ខាងស្ដាំនេះអញ្ចឹងអាដេកគឺអាមាត្រຂະຫນាតគិតជាមីលីលីត្របាទអឆអសម្ពាធបាទຂະຫນាតរបស់វាគិតជា atmosphere បាទអក្សរកគេឲ្យយើងគណនាកម្មន់សរុបដែលឧស្ម័នបានបំពេញខគណនាបរិមាណកម្ដៅក្នុងដំណើរការនៃខូប thermodynamic បាទអញ្ចឹងយើងឃើញថាឧស្ម័នហ្នឹងគឺបើយើងមើលតាមយ៉ាក្រាមគឺវាចេញពីចំណុច A មកចំណុច B ចេញពី B មក C ចេញពី C ទៅ D ចេញពី D ទៅ A វិញបាទអញ្ចឹងតើកម្មន់ដែលបំពេញដោយឧស្ម័នហ្នឹងស្មើអីបាទអញ្ចឹងយើងដាក់អក្សរកគណនាកម្មន់សរុបបាទគណនាកម្មន់សរុបអញ្ចឹងយើងឃើញថាកម្មន់សរុបគឺជាផលបូកបាទកម្មន់តាមកន្លងមួយអញ្ចឹងបាទយើងតាមអីតាម W ស្មើនឹង W ពី A ទៅ B បូក W បាទពី B ទៅ C បូក W ពី C ទៅ D និងបូក W ពី A ពី D ទៅ A វិញបាទនឹងសមីការទី1អញ្ចឹងយើងត្រូវការរកបាទអញ្ចឹងយើងត្រូវការរកកម្មន់ពី A ទៅ B អញ្ចឹងយើងឃើញថាកម្មន់ពី A ទៅ B គឺលំនាំអ៊ីសូបាបាទសម្ពាធថេរពោះត្រង់ A នេះហើយត្រង់ B នេះគឺបើយើងចំណោទកែងរកសម្ពាធមកគឺវាមានតម្លៃបាទដូចគ្នាបាទគឺ2 atm អញ្ចឹងយើងអាចគណនាបានបាទយើងអាចគណនាបានតាម W AB គឺស្មើនឹង PA កតាបាទ VB ដក VA បាទឥឡូវយើងមើល PA របស់យើងគឺចំណោទកែងត្រង់ចំណុច A មករកអសម្ពាធមកយើងបាន2បាទតែ2គឺ2 atmosphere ណាបាទកាលណា2 atmosphere យើងអាចបំបែកទៅបាទ Pascal 2ក៏10សេគុណ5 VB យើងមើលបាទត្រង់ B នេះចំណោទកែងរកមានមកបាន8បាទអញ្ចឹងបាទមីលីលីត្រ1លីត្រ10សេគុណដល់3ហើយយើងដឹងហើយថាលីត្របាទគឺស្មើជាមួយនឹងដេស៊ីម៉ែត្រគីបបាទអញ្ចឹងដេស៊ីម៉ែត្រគីបមកម៉ែត្រគីប10សេគុណដល់3ទៀតអញ្ចឹងវាទៅជា10សេគុណដល់6បាទហើយ VA គឺត្រង់ចំណុច A ចំណោទកែង100អមានមកបាន1មីលីលីត្របាទអញ្ចឹងបាទគឺស្មើនឹង10សេគុណដល់6អញ្ចឹងអានេះវាប្រមាណបាទបាន7 2ដង10 14បាទ14អានេះ10សេគុណដល់6បាទជាមួយ10សេគុណបាទ5វាបាន10សេគុណដល់1អញ្ចឹងយើងអាចកាត់ក្បៀសបន្តិចទៅកន្លែងនេះបាទຂະຫນាតគិតជា0អញ្ចឹងកម្មន់បាទពី A ទៅ B យើងគឺបាទ 1.40 បន្តមកទៀតយើងត្រូវការរក
recommend បាទ recommend អីគេ recommend W B C អញ្ចឹងដោយសារ command W B C គឺបាទមាត្ររបស់វាថេត្រង់ B ត្រង់ C ថេបាទអញ្ចឹង command របស់វាគឺស្មើ0ដែរបាទអាហ្នឹងយើងប្រាប់គេទៅលំនាំ E សូកបាទជាទូទៅលំនាំ E សូកគឺ command ស្មើ0ដែរអញ្ចឹងបន្តទៀតរក command W CD អញ្ចឹង command W CD នៅក្នុងលំនាំអីយើងមើលត្រង់ C ហើយត្រង់ D គឺចំណោលកែងមករកអសម្ពាធមកគឺបាន1 atmosphere ដូចគ្នាអញ្ចឹងអាហ្នឹងគឺលំនាំអីដែរអាហ្នឹងបាទលំនាំ ISO បាបាទអញ្ចឹងយើងតាម WCD ស្មើនឹង PC កតា VD ដក VC បាទអញ្ចឹង PC បាទគឺ1 atmosphere អញ្ចឹង10សេគុណ5 VD បាទ1មីលីលីត្របាទអញ្ចឹងស្មើ10សេគុណដក6ហើយ VC គឺ8មីលីលីត្រអញ្ចឹង8ក៏10សេគុណដក6អញ្ចឹងអានេះវាឃើញដក 0.7 ស៊ូលបាទអញ្ចឹងយើងរកឃើញ command បាទ CD ហើយបាទចុងក្រោយគឺយើងរក command មួយទៀតគឺរក command DA វិញម្ដងអញ្ចឹងយើងឃើញថា command DA ហ្នឹងគឺមើលតាម diagram មាត្ររបស់វាគឺ VA VD គឺស្មើគ្នាអញ្ចឹងមាត្រថេមិនបានបំពេញ command នេះអញ្ចឹង0បាទហ្នឹងគឺប្រាប់វាផងលំនាំ E សូកបាទអញ្ចឹងយើងពេលដែលយើងដឹងបាទ WAB WBC WCD WDA ហើយយើងយកវាទៅចំនួនក្នុងបាទក្នុងណាគឺក្នុងសមីការទី1របស់យើងអញ្ចឹងកន្លែងហ្នឹងយើងតាម1អញ្ចឹង command សរុបស្មើនឹង command AB បាទគឺ1.4 ស៊ូលបាទបូកនឹង command BC 0បូកនឹង command បាទ CD បាទដក 0.7 បូកនឹង command បាទ DA បាទគឺ0ចឹងយើងធ្វើផលដកវាមកចឹង 1.4 ដកឲ្យ 0.7 បាទឃើញ 0.7 ស៊ូលបាទចឹងដូចនេះ command សរុបរបស់យើង command សរុប W ស្មើ 0.7 ស៊ូលបាទចំណែកអក្សរខគឺបាទគឺការគណនារកបរិមាណកម្ដៅក្នុងមួយខូបបាទចឹងអក្សរខគណនាបរិមាណកម្ដៅបាទក្នុងខូបបាទតែម៉ូឌីណាមិកចឹងយើងអាចរកវាតាមច្បាប់ទី1ឲ្យទៅតាក់ទងបរិមាណកម្ដៅគឺប្រើតាមច្បាប់ទី1ណា
បាទអញ្ចឹងតាមគុយស្មើនឹង W បូក delta V បាទអញ្ចឹងដោយសារតែដំណើរការវិជ្ជាខួបរ៉ែមរោធម្មពលក្នុងគឺស្មើ0បាទអញ្ចឹងគុយស្មើនឹង W ស្មើនឹង0.7 0.7 សួរបាទអញ្ចឹងដូចនេះបាទគុយស្មើ0.7 សួរ